សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនគាត់តែងតែសួរ admin ថា admin នៅក្នុងសួនសត្វភ្នំពេញ Safari មានលក់អីរបស់ញ៉ាំអត់អញ្ចឹងថ្ងៃនេះ admin នឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅ review ជាមួយនឹងរបស់ញ៉ាំដែលមានលក់នៅក្នុងសួនសត្វភ្នំពេញ Safari ទាំងអស់គ្នា Okay let's go ឥឡូវនេះយើងមកដល់ My Burger អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ញ៉ាំជាប្រភេទ burger មាន់ពងឬក៏ដលងពងអីអាចមកកំងញ៉ាំនៅកន្លែងគាត់ផ្ទាល់បាននិយាយទៅយើងមានមុខម្ហូបជាច្រើនសម្រាប់ជ្រើសរើសអញ្ចឹងពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញមកដល់អាចមើលជាមួយនឹង menu គាត់បន្ថែមទៀតបាន Hello បងសុខសប្បាយអត់បងចាមាន drink មានអីជាច្រើនទៀតអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចជ្រើសរើសបានអូខេតោះទៅមុខទៀតឥឡូវនេះយើងមកដល់តឹងពៅប្រហិតថៃម្ដងអញ្ចឹងប្រហិតមានច្រើនមុខអញ្ចឹងពុកម៉ែបងប្អូនចង់ញ៉ាំមួយណាអាចរើសបានសម្រាប់ប្រហិតនិងតឹងពៅអាចមករើនៅស្តង់គាត់បានតោះទៅទៀតឥឡូវនេះមកដល់ក្រែមខ្ទិះដូងសួស្តីបងអូបងអានេះអីគេក្រែមអូអញ្ចឹងក្រែមក៏យើងមានបាយត្នោតក៏យើងមានចាបងប្អូនទាំងអស់គ្នាកុំភ្លេចសាកទាំងអស់គ្នាជាមួយនឹងបាយត្នោតត្រេនអូពេលដែលបងដើរក្តៅអាចទិញក្រែមញ៉ាំបានមាន3រសជាតិហ៎បងអញ្ចឹងសម្រាប់ក្រែមគឺមានច្រើនរសជាតិបងទាំងអស់គ្នាមានជាមួយដងត្រាវស្ទ្រូប៊េរីហើយនេះគេបងសូកូឡាអញ្ចឹងចង់ញ៉ាំមួយណាអាចទិញជាមួយនឹងគាត់បានក្រែមឆ្ងាញ់ត្រជាក់ចិត្តអញ្ចឹងសម្រាប់ម្ជូរក៏យើងមានលក់ដែរមានគ្រប់មុខអញ្ចឹងបងចង់ញ៉ាំមួយណាអាចកំងជាមួយនឹងអ្នកលក់បានម្ជូរឆ្ងាញ់មានគ្រប់ប្រភេទសួស្តីបងចាជិះដែរបងមានអីខ្លះបងមានកាហ្វេជាមួយនឹងសូកូឡាមានជាមួយនឹងពីចាដែរអូអញ្ចឹងខ្ញុំយកតែជ្រូកមួយបងបាទអញ្ចឹងបងទៅរកតិចណាចាបងចាអញ្ចឹងឥឡូវនេះខ្ញុំមកដល់ក្នុងរេស្តូរ៉ង់ហើយក្នុងសួនសត្វរបស់យើងក៏មានរេស្តូរ៉ង់ដែរអញ្ចឹងទៅមើលមុខម្ហូបទាំងអស់គ្នាថាមានអីគេខ្លះអញ្ចឹងនៅក្នុងរេស្តូរ៉ង់គឺយើងមានមុខម្ហូបជាច្រើនប្រភេទកាទៀវឬក៏បាយឆានំប៉័ងឬក៏ផ្អែមអីផ្សេងគឺយើងមាននៅក្នុងនឹងទាំងអស់អញ្ចឹងបងប្អូនដែលចង់ញ៉ាំជាប្រភេទទឹកអាចអញ្ជើញមកក្នុងរេស្តូរ៉ង់បានហើយអាចជ្រើសជាមួយនឹង menu របស់គាត់បានគឺយើងមានច្រើនមុខនៅលើហ្នឹងហើយសម្រាប់តម្លៃសមរម្យរសជាតិឆ្ងាញ់